ខ្ញុំជឿថាអ្នកដែលកំពុងមើលភាគច្រើននេះប្រើប្រាស់តែ ChatGPT មកមុខគេត្រូវអត់ប៉ុន្តែមានដឹងអត់ថាមាន AI មួយទៀតដែលមានភាពឆ្លាតវៃក្នុងការអានឯកសារហើយនិងវិភាគទិន្នន័យជាជាង ChatGPT នោះគឺ Notebook LM Notebook LM នេះត្រូវបានបង្កើតឡើងសម្រាប់ការសិក្សាស្រាវជ្រាវហើយនិងវិភាគឯកសារអ្នកប្រើប្រាស់អាចផ្ដល់ព័ត៌មានជាលក្ខណៈ PDF file ដូចជា report ឬក៏ meeting note និងឯកសារផ្សេងៗដូច្នេះ Notebook LM ដូចជាជំនួយការផ្ទាល់ខ្លួនដែលផ្ដល់ចម្លើយដែលពឹងផ្អែកទៅលើឯកសារនិងការស្រាវជ្រាវសម្រាប់ ChatGPT វិញគឺផ្ដោតទៅលើការងារទូទៅបែបទូលំទូលាយដូចជាការសរសេរអត្ថបទការបង្កើត script វីដេអូការធ្វើ marketing content ហើយនិង coding ព្រមទាំង brainstorm គំនិតថ្មីៗជាដើមវីដេអូមួយនេះមិនមែនប្រាប់ឲ្យឈប់ប្រើប្រាស់ ChatGPT ណាប៉ុន្តែបើសិនជាចង់ផ្ដោតទៅលើការវិភាគឯកសារហើយនិងការអានអាចជ្រើសរើស Notebook LM តែបើចង់ផ្ដោតទៅលើការបង្កើតមាតិកានិងការស្វែងរកគំនិតថ្មីៗអាចជ្រើសរើស ChatGPT បានទាំងពីរនេះសុទ្ធតែមានអត្ថប្រយោជន៍អាចប្រើរួមគ្នាបានតាមតម្រូវការអ្នកដែលកំពុងមើលមាន AI tool ណាថ្មីដែលចង់ណែនាំអត់ comment ប្រាប់ខ្ញុំបានហើយបើចូលចិត្តវីដេអូបែបនេះកុំភ្លេច follow មេកុង net ផងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ